វិធីសាស្ត្រព្យាបាលគ្រោះធ្ពក់ជាប់នៅតម្រងនោមគ្រាប់គ្រោះធ្ពក់ជាប់នៅបង្ហួននោមគឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រោះដែលកកើតនៅក្នុងតម្រងនោមឬផ្លកនោមហើយនៅពេលដែលអ្នកជំងឺបាត់ជើងតូចគ្រាប់គ្រោះនោះក៏ធ្លាក់ធ្ពក់ជាប់នឹងបង្ហួននោមដែលជាផលវិបាកមិនអាចធ្វើឲ្យទឹកនោមធ្លាក់ចេញមកក្រៅបានដែលជាហេតុធ្វើឲ្យមានការកកស្ទះនោមស្រួចស្រាវជំងឺនេះភាគច្រើនកើតនៅលើបុរសដែលពេញវ័យតែក៏មានក្នុងករណីតិចតួចដែលកើតនៅលើស្ត្រីផងដែរចំពោះរោគសញ្ញាដែលស្ដែងចេញយើងចាប់អារម្មណ៍មានដូចជាទី1សភាពអ្នកជំងឺផ្លេសពិបាកទ្រាំខ្សោយកម្លាំងចុកពោះលើថ្ងាសពិបាកនោមក្រហល់ក្រហាយទឹកនោមតិចតួចនោមតិចមិនចង់ចេញជួនក្តៅខ្លួនទឹកនោមល្អក់ស្ទះនោមជិតឈឹងមានទឹកនោមប៉ោងលើថ្ងាសបើគ្រាប់គ្រោះធ្លាក់មកផ្នែកក្រោមនៃបង្ហួននោមយើងអាចស្ទាបឃើញចំពោះការធ្វើរោគវិនិច្ឆ័យតើយើងអាចដឹងថាគ្រាប់គ្រោះធ្ពក់នៅបង្ហួននោមដោយវិធីណាទី1គឺការពិនិត្យអេកូសាសនិងទី2គឺការថតកាំរស្មី X វិធីសាស្ត្រព្យាបាលចំពោះដំណោះស្រាយនៃការព្យាបាលរួមមានទី1បើសិនជាគ្រាប់គ្រោះធ្ពក់ជាប់បង្ហួននោមផ្នែកខាងលើយើងអាចបាញ់គ្រាប់គ្រោះបញ្ចូលក្នុងផ្លកនោមរួចយើងអាចឆ្លោះបំបែកគ្រាប់គ្រោះនៅក្នុងផ្លកនោមជាក្រោយទី2បើសិនជាគ្រាប់គ្រោះធ្ពក់ជាប់បង្ហូរនោមផ្នែកខាងក្រោមវិធីសាស្ត្រគឺយើងអាចបំបែកគ្រោះដោយចុងប៉ាំងមុខវែងបញ្ហាប្រឈមដែលយើងធ្លាប់ជួបប្រទះចំពោះអ្នកជំងឺដែលពុំបានទទួលការព្យាបាលឬទទួលការព្យាបាលពុំបានត្រឹមត្រូវមានដូចជាការបង្ករោគធ្ងន់ធ្ងរតាមផ្លកនោមឬបង្ហួននោមរលាកផ្លកនោមនិងបង្ហួននោមរ៉ាំរ៉ៃបង្ហួននោមរួមតូចបង្ហួននោមអាចស្ទះជិតឈឹងតែម្ដង